សួស្តីអ្នកទាំងអស់គ្នាក្នុងវីដេអូនេះដែរខ្ញុំធ្វើការ unboxing និង review ម៉ៅ ATK F1 V2 Ultimate ហើយនេះជាប្រអប់ F1 V2 Ultimate ប្រអប់វាយើងបើកមកយើងឃើញមានម៉ៅហើយជាមួយដុំតង្គរ 8000Hz មកជាមួយចំណែកនៅខាងក្រោមប្រអប់គឺយើងមកជាមួយនឹងដូច Type C មួយ grip បិទលើម៉ៅមួយហើយនិង full skate ម៉ៅចំនួន2ឥឡូវខ្ញុំមកនិយាយរៀបរាប់អំពី spec ដែលមកជាមួយនឹងម៉ៅ ATK F1 V2 Ultimate នេះម៉ៅមួយនេះមកជាមួយនឹង sensor POR 3950 Ultra ទម្ងន់ម៉ៅ39ក្រាមថ្ម300 mAh cooling rate 8000Hz ទាំងប្រើសារទាំង wireless ចំពោះ switch ម៉ៅ version របស់ F1 V2 Ultimate នេះដែរគឺខ្ញុំបានមកជាមួយនឹង FE optical switch scroll via encoder TTC Go ជាប្រភេទ mechanical និងមកជាមួយនឹង chip MCU ជំនាន់ថ្មីដែលមានឈ្មោះថា Nordic 54L15 ហើយចំពោះទំហំម៉ៅស័ក្តិសមបំផុតចំពោះអ្នកដែលគាត់មានដៃតូចនិងដៃមធ្យមចំពោះការ design ម៉ៅមួយនេះបើសិនជាអ្នកអត់ទាន់ដឹងគឺម៉ៅមួយនេះគឺ clone shape ដូចទៅនឹងម៉ៅ Razer Viper Mini ឥឡូវចូលមកចំណាប់អារម្មណ៍ខ្ញុំនៅពេលបន្ទាប់ពីប្រើម៉ៅនឹងរយៈពេល2អាទិត្យជាងហើយវាមានបញ្ហាខ្លះៗចាំខ្ញុំនិយាយក្នុងវីដេអូហ្នឹងឥឡូវខ្ញុំមកបង្ហាញsoftware វាអានេះ web software និង driver software ឥឡូវ web software គឺអាថ្មីវាគឺ V3 Hoop.ATK ហ្នឹងយើងចូលមកមាន setting មានដូរភាសាហើយbackground wallpaper នៃ web source ហ្នឹងបានហ្នឹងហើយយើងអាច upload រូបក្នុងនោះក៏បានហើយ blur តាមហ្នឹងឯងចឹងទៅអូខេហើយ setting អានេះកន្លែង firmware 2អីហ្នឹងដែរប៉ុន្តែខ្ញុំអត់ recommend ឲ្យ update firmware ទៅលើ web software វាទេវាអាចនឹងបញ្ហាផ្សេងៗអញ្ចឹងណាឥឡូវចូលមក setting ហ្នឹងវាមាន remap អី macro deep eye pulling rate មានន័យដូចនៅក្នុង driver software អញ្ចឹងហើយយើងអាចសេរីឡើងក៏បានដែរឥឡូវខ្ញុំមកបង្ហាញ driver software របស់ម៉ៅមួយហ្នឹងគឺ ATK Hook ហ្នឹងហើយយើងចូលមកគឺយើងមានដូចក្នុង web software អញ្ចឹងគឺដូរ wallpaper ហើយ setting គឺវាល្អកន្លែងនេះមួយគឺ low charge tip យើងអាច set ភាគរយនៅពេលថ្មយើងសោយអញ្ចឹងយើងអាច set ឲ្យវា load នៅលើដុំតង្គរយើងអញ្ចឹងហ្នឹងហើយអានេះខ្ញុំដាក់25ទៅព្រោះថ្មវាអានេះខ្ញុំចេះតែនេះទៅយើងជាធម្មតារបស់តែសាក់ថ្មគឺយើងប្រើដល់អស់ថ្មពេកមិនថាទូរស័ព្ទឬក៏អីផ្សេងទេឲ្យតែលបណាសាក់ថ្មកុំឲ្យប្រើដល់អស់ហ្មងអស់0%ហ្មងវាអាចច្រើនដងទៅអាចនឹងខូចថ្មចានេះយើង set 25ទៅ20ក៏បានហើយយើងចូលមក setting ហ្នឹងហើយយើងមាន remap ដូរបតង់អីហ្នឹងហើយ macro deep eye យើងអាចturn x and y បានហ្នឹងហើយ x គឺឆ្វេងស្ដាំហើយ y គឺទៅលើចុះក្រោមហ្នឹងហើយយើងចង់ដាក់លើចុះក្រោមខ្ពស់លើឆ្វេងស្ដាំក៏បានតែនេះខ្ញុំអត់ទេហើយយើងអាច add deep eye បន្ថែមបានហ្នឹងហើយតែនេះដូចជាមិនចាំបាច់ទេ deep eye វាដល់42000ហ្នឹងហើយយើងលុបវិញគឺរូបធុងសម្រាប់នៅចិត្តហ្នឹងគឺយកលុបបានតែយើងអត់ចាំបាច់ប្រើហ្នឹងហើយអាចលុបបានមកដល់ហើយមកដល់ performance setting គឺយើងមាន cooling rate ហ្នឹងហើយសេរី cooling rate ហើយអាដុំនេះគឺperformance sensor ហ្នឹងហើយអានេះយើងងាយស្រួលយល់ទេអានេះធម្មតាអានេះ high mode អានេះ ultra អញ្ចឹងទៅដល់អា ultra max នេះវា turn អាហ្នឹងទៅ20000 frame នៃ sensor ហ្នឹងហើយខ្ញុំប្រើ1000 Hz ចំពោះ chip Nordic 54L15 នេះបើ1000 Hz ខ្ញុំអាចប្រើបានដល់ultra sensor គឺខ្ញុំអាចប្រើដល់200ម៉ោងជាងហ្នឹងហើយ240ម៉ោងជាងហ្នឹងបើយើង3000 Hz វាចុះទៅតាមហ្នឹងអញ្ចឹងណាវាស៊ីថ្មទៅតាមហ្នឹងឥឡូវចូលមក setting នេះអានេះខ្ញុំដូរតិចសិនស្រួលមើលហ្នឹងហើយគឺយើងមាន motion scene មានអូទៅត្រង់អីហ្នឹងផ្សេងហ្នឹងមានតាមហ្នឹងដែរខ្ញុំបើក motion scene ហា far distance mode ហ្នឹងគឺអាដុំតង្គរយើងដាក់ចម្ងាយពីម៉ៅអីហ្នឹង
អានេះយើងបើកទៅវាមិនស៊ីថ្មណាស់ណាទេគាត់ថាវាស៊ីតែវាមិនអីទេអា Nordic 54ហ្នឹងវាថ្មកាន់ហើយ Windows Scroll វា Windows Point Speed ហ្នឹងអាហ្នឹង setting Windows ម៉ៅទេ Key debound delay នេះគឺខ្ញុំ set មក0វាអត់អីទេព្រោះវា optical switch អញ្ចឹងវាមិន double click អីទេបើយើងចុចទៅយើង double click យើងតឡើងអី 1ms ហើយ 2ms តាមហ្នឹង sleep time គឺខ្ញុំដាក់5យើងចូលមកreceiver lightning នេះអានេះយើងអាចបិទវាបានតែអានេះខ្ញុំយកអាទី4ទៅដែលនៅពេលដែលយើងថ្មៅចដោះថ្មគឺវា load ហ្នឹងហើយ load បាត់តេរីនេះ light sub ហ្នឹងវា load មកឲ្យយើងដឹងមកហើយមក sensor rotation នេះគឺនេះបង្ហាញមកទៅបើអ្នកខ្លះក៏អត់តន់យល់អានេះបើយើងលក្ខណៈថាអ្នកខ្លះគាត់កាន់ម៉ៅរៀងវាចខ្ញុំបើកលើ webcam ឃើញដូចវាចឹងគឺយើងបើកអានេះមកយើងចង់ឲ្យយើងត្រង់អីយើងស្រេវាតាមនឹងអីចឹងទៅតែនេះខ្ញុំអត់នេះទេខ្ញុំបិទហើយ LOD នេះគឺកម្ពស់ដែលយើងលើកផុតពី mousepad ឯហ្នឹងហើយ mouse គឺ version 3.0 នេះហើយខ្ញុំមកនិយាយបញ្ហា firmware mouse បន្តិចបើសិនជាអ្នកនរគ្នាទិញមកបើ mouse ប្រើអីធម្មតាយើងមិនចាំបាច់ថា update firmware អីញ៉ៃទេព្រោះ mouse នេះពេលមុន update firmware គឺ version ដូចជាចាំខ្ញុំបើដូចតាមចាំគឺ 2.4 ឬក៏ 2.7 ឯហ្នឹងតមកខ្ញុំ up 3.0 ហ្នឹងនៅពេលដែលខ្ញុំ update firmware ហ្នឹងគឺ up តែបានតែ mouse ទេដងកហ្នឹងគឺវាអត់មក update ដែរអញ្ចឹងទៅវា connect មួយដងកអត់ដើរទេអាហ្នឹងតខ្ញុំដោតខ្សែមួយ mouse ទៅ download file firmware របស់ដងកហ្នឹងអាថ្មីដើម្បី update ទៅវា connect ភ្ជាប់ចូលគ្នាវិញមិនប្រើវិញកើតអាហ្នឹងសម្រាប់តែគាត់ចេះធ្វើគឺធ្វើបានដោយសារអាហ្នឹងយើងត្រូវការ mouse 2ដល់វាងាយស្រួលក្នុងការភ្ជាប់អាហ្នឹងបើសិនជាគេចេះគេធ្វើបានហើយបើអ្នកតែគាត់អត់ដឹងអាកន្លែងចំណុចហ្នឹងគឺ mouse ហ្នឹងគឺពេលខ្លះទុកចោលដោយគឺអត់ដឹងថាយើងអាចយក file យកមកនេះ reboot software វាបានមកវិញហ្នឹងអាកន្លែងហ្នឹងប៉ុណ្ណឹងហើយ driver mouse គឺ firmware គឺខ្ញុំនិយាយបានប៉ុណ្ណឹងអញ្ចឹងបន្ទាប់ពីខ្ញុំនិយាយ setting និង firmware mouse ហើយអញ្ចឹងខ្ញុំមកនិយាយពី mouse តិចអញ្ចឹងបើសិនជាអត់ដឹង mouse ពួក brand ATK software ហ្នឹងវាបង្ហាញភាគរយថ្មហ្នឹងគឺវាគិតជា 5% ហ្មងឧទាហរណ៍ថាថ្មហ្នឹង100ប៉ុន្តែវាមិនមែន100ទេគឺវា load ទៅពេលមកដល់95គឺ load មក95ជាគិត 5% ហើយចំពោះ coding ហ្នឹងហើយសាច់ម៉ៅគេសរសេរលើ description ហ្នឹងគេថា new nano coding ហ្នឹង new i ស្អីហ្នឹងអាហ្នឹងវាបាត់តាមខ្ញុំជាក់ស្ដែងប្រើនេះជាមួយនឹង ATK A9 Ultra version ទី1គឺវាប្រហាក់ប្រហែលគ្នាទេវាមិនអីទេវាលើសអីណាស់ណាទេហើយចំពោះ switch គឺរៀងទឹកចិត្តខ្ញុំតិចនេះជា custom optical ហ្នឹងវាបើខ្ញុំជាក់ស្ដែងប្រើខ្ញុំដឹងហើយអានេះគឺជា switch FE optical switch ហើយ switch ហ្នឹងចំពោះចំណាយអារម្មណ៍ខ្ញុំគឺខ្ញុំវាមិនសូវពេញចិត្តណាស់ណាទេ switch ហ្នឹងដោយសារវាជា switch optical តែ click វាតរៀងលឺហ្មងវាឡើងលក្ខណៈដូច mechanical switch ហ្មងអញ្ចឹងទៅវារៀងប្លែកហើយចំពោះ chip Nordic 54 series អានេះ54 Ultimate នេះគឺ 54L15 វាមិនមែន54H20 ចឹងខ្ញុំមិនដឹងH20 ហ្នឹងវាមិនទេតែអានេះខ្ញុំប្រើទទួលស្គាល់ថាថ្មវាកាន់មែនចឹងវាល្អមែនតើសម្រាប់អ្នកដែលគាត់ប្រើ 8K pooling rate គឺ perfect ហ្មងហើយអ្នកប្រើ 1000Hz អីប្រើនេះចូលវាមកតឹកអីអានេះថ្ម3 mA វាថ្មកាន់ចឹងហើយសាក់ថ្មលឿនទៀតសាក់ថ្មបើអានេះខ្ញុំសាក់ពីធ្លាប់សាក់គឺ 55% មក 100% សាក់ដល់នេះទេអត់ដល់20នាទីហ្នឹងវាលឿនហើយប្រើបានយូរទៀតហើយចំពោះ latency គឺអានេះយកមានម៉ាស៊ីន test latency មកឲ្យមើលទេហើយចំពោះ latency Nordic 54នេះវាជាមួយអា52ដូចជាវាមិនសូវណាស់ណាបើថាមកគួរសមល្អជាងបន្តិចយើងមើលនិយាយទៅមើលនឹងភ្នែកមើលដឹងទេដឹងតែថ្មវាកាន់តែប៉ុណ្្នឹងអាជីពហ្នឹងអូខេអញ្ចឹងវីដេអូរបស់ខ្ញុំមានប៉ុណ្្នឹងសម្រាប់ mouse ATK F1 V2 Ultimate នេះគឺមានតែប៉ុណ្្នឹងអញ្ចឹងចាំជួបគ្នាទៀតនៅវីដេអូក្រោយ